ngắn ok thật ông đến bái lần nữa hai lần tới một bốn Chị đỗ xua bong bóng tàu này và chụp cho mình nhóm mệt tẹt cúng và chắc ngày này cứ bà mệt tẹt cúng và cái chọn lực bong bóng hộp ở bong bóng và tu sná thì có riêng phơi tạm phòng đài và chẳng bong bóng hộp năng miên mua tháp và che giúp của cùm đôi chia cha sạch chụp cho mùi năng kêu của đây cái hòm chẳng tử và bong hộp thì phòng đài cứ dương bà nhắm và bà phê bài phở hay như riêng đợt rồi chỉ riêng đợtแต่ชุดคือយើងប្រើប្រភេទសាច់ស្មាបាទក៏បានឬក៏សាច់3ជាន់ក៏បានដែរតែបើសិនជាយើងប្រើសាច់ស្មាវាមានរសជាតិឆ្ងាញ់ជាងហើយសាច់របស់វារាងទន់បាទមានបន្លែរបស់យើងបាទបន្លែយើងចង់ដាក់ការ៉ុតទៀតក៏បានដែរតែថ្ងៃនេះគឺខ្ញុំចង់ប្រើតែខ្ទឹមបារាំងបាទហើយនឹងម្ទេសរបស់យើងហ្នឹងបន្ទាប់មកយើងមានខ្ទឹមខ្យល់តែប៉ុណ្្នឹងឯងបន្ទាប់មកតាក់ទងជាមួយនឹងគ្រឿងទេសបាទគឺយើងត្រូវការមានខូចចាំងជាចាំបាច់បន្ទាប់មកយើងត្រូវការខ្ទឹមបច្រាមហ្នឹងដូចឲ្យមានទឹកស៊ីអ៊ីវហើយស្ករហើយជាមួយនឹងម្សៅម្ទេសហើយចុងក្រោយនេះគឺយើងមានល្ងត្រូវការមានប្រេងល្ងបន្ថែមទៀតដែរដើម្បីឲ្យក្លិនអាឆារបស់យើងវាឈ្ងុយបាទបន្ទាប់មកយើងប្រើជាមួយនឹងម៉ាត់ស៊ុលបាទជាប្រភេទស្រាការ៉េតែមិនមែនស្រាដើម្បីស្រាញ៉ាំទេគឺស្រាដើម្បីធ្វើម្ហូបបាទអញ្ចឹងយើងកុំខាតពេលយូរយើងទៅធ្វើទាំងអស់គ្នាដំបូងគឺយើងត្រូវការហាន់បន្លែបាទខ្ទឹមបារាំងរបស់យើងហ្នឹងយើងបាច់ខ្វល់ទេយើងហាន់បាទវែងអញ្ចឹងមកតោះមកម្ទេសរបស់យើងបាទកាត់ក្បាលវាចេញហើយយើងហាន់វាឆិតយើងប្រើ3គ្រាប់មកម្ទេសនេះគឺដើម្បីឲ្យវាឈ្ងុយក្លិនឈ្ងុយម្ទេសវាមិនសូវហឹរប្រមាណទេម្ទេសនេះតែបងប្អូនចង់ញ៉ាំកាន់តែហឹរបងប្អូនអាចដាក់បាទម្ទេសក្រហមរបស់យើងតោះមកដូចគ្នាដែរខ្ទឹមខ្យល់ក៏យើងហាន់ដូចនឹងម្ទេសចឹងដែរវែងដូចគ្នាបាទហាន់បន្លែហើយយើងហាន់សាច់របស់យើងម្ដងសាច់របស់យើងគឺយើងត្រូវហាន់ឲ្យវាស្ដើងបងប្អូនខ្លះគាត់ចូលចិត្តខ្លាញ់អញ្ចឹងបងប្អូនអាចប្រើប្រភេទសាច់ស្មាដូចខ្ញុំចេះមកបានវាអត់សូវមានខ្លាញ់ហើយសាច់របស់វាទន់ស្រួលញ៉ាំទៀតអញ្ចឹងសាច់របស់យើងគឺបានហើយអីបាទអញ្ចឹងដំបូងគឺយើងត្រូវបាទប្រឡាក់សាច់ហ្នឹងសិនទឹកស៊ីអ៊ីវ3ស្លាបព្រាដើម្បីប្រឡាក់វាទុកមុនសិនហើយស្ករ2ស្លាបព្រាកាហ្វេហ្នឹងបានហើយបាទអញ្ចឹងយើងប្រឡាក់ទុកប្រហែលជា30នាទីអញ្ចឹងបានក៏តែយើងចង់យកធ្វើមកធ្វើភ្លាមក៏បានដែរអត់អីទេអញ្ចឹងយើងទុកមកដល់ឡៃមកយើងទៅលាយគ្រឿងរបស់វាបាទអញ្ចឹងយើងត្រូវដាក់ខូចចាំងរបស់យើងនេះប្រហែលជា3ស្លាបព្រាខ្ទឹមរបស់យើងមក2ស្លាបព្រាមកយើងដាក់ស្ករបាទប្រហែលជា2ស្លាបព្រា3ស្លាបព្រាបន្ទាប់មកយើងដាក់ម្សៅម្ទេសបាទចំនួន3ស្លាបព្រាមកបន្ទាប់មកចុងក្រោយគឺយើងដាក់ជាមួយនឹងបាទស្រាការ៉េនេះចំនួន5ស្លាបព្រាបន្ទាប់មកយើងជាមួយនឹងទឹកស៊ីអ៊ីវរបស់យើងចំនួន2ស្លាបព្រាហើយយើងកូរវាបាទឥឡូវយើងគឺចាប់ផ្ដើមចម្អិនទាំងអស់គ្នាបាទបើសិនជាបងប្អូនយើងចង់ប្រើជាមួយនឹងខ្លាញ់ក៏បានដែរក៏តែខ្ញុំចង់ឆាវាជាមួយនឹងប្រេងល្ងបាទជាមួយនឹងប្រេងល្ងដើម្បីឲ្យវាឈ្ងុយដាក់មកល្មមមកដំបូងយើងត្រូវឆាសាច់ដល់ហើយមកសាច់របស់យើងរៀងឆ្អិនមកល្មមបាទយើងចាប់ផ្ដើមចាក់គ្រឿងចូលហើយបន្លែនេះគឺយើងឆានៅក្រោយទេបាទអញ្ចឹងខ្ទះរបស់យើងក្តៅហើយយើងចាក់សាច់របស់យើងចូលមកឆាគឺយើងប្រើភ្លើងរបស់យើងគឺត្រូវតែឲ្យខ្លាំងមកដើម្បីឲ្យសាច់របស់យើងឆ្អិនសាច់របស់យើងចាប់ផ្ដើមឆ្អិនហើយប្រហែលជា70%ទៅ80%ហើយអញ្ចឹងយើងចាក់គ្រឿងរបស់យើងចូលមកបន្ទាប់មកយើងដាក់ខ្ទឹមបារាំងរបស់យើងចូលសិនបាទយើងឆាខ្ទឹមបារាំងរបស់យើងជាមួយសាច់ហ្នឹងមើលតែខ្ទឹមបារាំងរបស់យើងរៀងស្លោកមកល្មមតាមយើងដាក់ខ្ទឹ
ទឹមខ្យល់ជាមួយនឹងម្ទេសចុងក្រោយមកគឺម្ហូបរបស់យើងគឺហើយហើយបងប្អូនចង់ឲ្យម្ហូបរបស់យើងកាន់តែឈ្ងុយប្រេងល្ងអញ្ចឹងយើងថែមប្រេងល្ងទៀតមកដោយសារមុននេះយើងដាក់ដែរតែយើងឆាជាមួយសាច់អញ្ចឹងវាចូលជាមួយសាច់ហើយអញ្ចឹងយើងថែមប្រេងល្ងមកកន្លះស្លាបព្រាទៀតមកអញ្ចឹងខ្ទឹមបារាំងរបស់យើងក៏ចាប់ផ្ដើមស្លោកដែរល្មមប៉ុណ្ណឹងបានហើយយើងកុំឆាវាប្រហែលយូរពេកខ្លាចវាបាទស្លោកពេកវាអត់មានរសជាតិរបស់វាអញ្ចឹងយើងដាក់បន្លែរបស់យើងនៅសល់ដូចជាម្ទេសហើយនឹងខ្ទឹមខ្យល់អីមកទៅលើមកអញ្ចឹងម្ហូបរបស់យើងក៏ចាប់ដើមរីករាល់ដែរនៅចុងក្រោយដែលយើងត្រូវដាក់នោះគឺបាទល្ងយើងរោយវាលើអញ្ចឹងមកបាទឆ្ងាញ់ អូខេ តែអមមានបាយត្រូវទៅ Nice. ហើយនឹងទៅបងប្អូនបាទ